សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើបង្អែមត្រសក់ស្រូវហើយនិងបង្អែមគ្រាប់ត្នោតដែលជាបង្អែមធម្មជាតិរបស់យើងបងប្អូនជាពិសេសដល់រដូវក្តៅចេះទៀតធ្វើបានបង្អែមដាក់តកកត្រជាក់ចេះទៀតជាតិណាស់បងប្អូនហើយជាតិមកជាតិអីជាតិហើយបង្អែមនេះផងដែរមានសសក់ស្រូវហើយនិងគ្រាប់ត្នោតបងប្អូនគឺជាបង្អែមធម្មជាតិរបស់យើងទេហើយជាពិសេសនោះទៀតនោះគឺបានជាមួយស្ករត្នោតថ្មីជាទៀតឡើងឈ្ងុយបងប្អូនហើយគ្រាន់តែដាំទឹកកូរស្ករពេលដាំកូរទឹកស្ករវិញមើលទៅឡើងឈ្ងុយឈ្ងប់ហ្មងគឺគ្រាន់តែឃើញហេវផ្អែមតែម្ដងបងប្អូនហើយនេះទឹកស្ករនេះខ្ញុំដាំលាយក្របមានតិចទៅដើម្បីឲ្យវារឹតតែឈ្ងុយហើយទឹកស្ករយើងដាំយើងបន្ថែមអំបិលតិចទៅដើម្បីឲ្យវាផ្អែមធ្ងន់ល្អហើយនេះគឺជាគ្រាប់ត្នោតហើយនឹងសសក់ស្រូវយើងចាត់ត្រៀមរួចរាល់ហើយបងប្អូនឥឡូវយើងដួសដាក់ចានដើម្បីរៀបចំហូបបងប្អូនសម្រាប់បង្អែមមកពេលនេះផងដែរអរគុណដល់ម្ចាស់ជំនួយដែលបានឲ្យសសក់ស្រូវមួយផ្លែយ៉ាងធំអរគុណច្រើនមែនទែនហើយនឹងម្ចាស់ត្នោតដែលបានឲ្យត្នោតមួយធ្លាយដើម្បីយកមកស្លប្រហើរហូបដល់អញ្ចឹងអាគ្រាប់របស់វានោះក៏យកមកធ្វើផ្អែមអរគុណអ្នកទាំងពីរខ្លាំងណាស់ដែលបានឧបត្ថម្ភឥឡូវនេះបង្អែមខ្ញុំរួចរាល់ហើយបងប្អូនជាពិសេសនោះយើងបន្ថែមទឹកដោះគោហើយនឹងបន្ថែមទឹកកកត្រជាក់ចេះបងប្អូនណាយើងខែក្តៅចេះត្រូវម៉ាច់ហ្មងបាយហើយពេលថ្ងៃចេះដូចលោតថ្ងៃនោះមានបាល់មាន